5 ឆ្នាំទៀតអធិរាជខ្លាឃ្មុំតកអាចនឹងត្រៀមកម្លាំងទ័ពរួចរាល់សម្រាប់វាយប្រហារសម្ព័ន្ធ NATO ថ្មីនេះប្រមុខដឹកនាំសម្ព័ន្ធ NATO បាននិយាយថារុស្ស៊ីអាចនឹងត្រៀមកម្លាំងទ័ពរួចរាល់ក្នុងការវាយប្រហារមកលើប្រទេសសម្ព័ន្ធមិត្តក្នុងរយៈពេល 5 ឆ្នាំខាងមុខជុំវិញរឿងនេះអគ្គលេខាធិការនៃសម្ព័ន្ធ NATO លោក Mark Rutte បាននិយាយថារុស្ស៊ីកំពុងតែពង្រឹងកម្លាំងយោធាហើយកំពុងប្រែក្លាយជាប្រទេសដែលកាន់តែគ្រោះថ្នាក់លោក Mark Rutte ជឿជាក់ថាទោះបីជាសង្គ្រាមនៅអ៊ុយក្រែនបញ្ចប់ក៏ដោយក៏រុស្ស៊ីនៅតែបង្កការគំរាមកំហែងខ្លាំងដដែលព្រោះតែដូច្នេះហើយលោកអគ្គលេខាធិការ NATO បានអំពាវនាវឲ្យមានការបង្កើនខ្ទង់ចំណាយផ្នែកយោធាឲ្យកាន់តែច្រើនបន្ថែមទៀតដោយលោកសង្ឃឹមថាសមាជិក NATO អាចរួមចំណែកប្រមាណ 5% នៃ GDP របស់ពួកគេលើវិស័យការពារជាតិដែលក្នុងនោះផ្ដោតលើប្រព័ន្ធការពារដែនអាកាសរថក្រោះនិងគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ដើម្បីតាមឲ្យទាន់កម្លាំងយោធារបស់មហាយៈរុស្ស៊ីជាក់ស្ដែងទៅអ្នកជំនាញជឿថារុស្ស៊ីកំពុងព្យាយាមរក្សាទីហ៊ានសកម្មជាង 6 សែននាក់ហើយកំពុងចំណាយធនធានប្រហាក់ប្រហែលនឹង 6.5% នៃ GDP សរុបរបស់ខ្លួនលើវិស័យការពារជាតិហេតុបែបនេះហើយសម្ព័ន្ធ NATO មើលឃើញថារុស្ស៊ីកំពុងត្រៀមខ្លួនបំផ្ទុះសង្គ្រាមជាមួយខ្លួននាពេលអនាគតពាក់ព័ន្ធនឹងការចាប់ប្រកាន់នេះរដ្ឋាភិបាលទីក្រុងមូស្គូបានឆ្លើយតបថា NATO កំពុងតែបំផិតបំភ័យខ្លួនឯងហើយកំពុងធ្វើសកម្មភាពដូចជាក្រុមចង់ឈ្លានពានប្រទេសដទៃអញ្ចឹងដែរទោះជាយ៉ាងណាក៏ដោយប្រទេសលោកខាងលិចជាច្រើនរួមទាំងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកផងដែរនោះសិតតែយល់ស្របថាពួកគេត្រូវបង្កើនខ្ទង់ចំណាយបន្ថែមទៀតដើម្បីការពារព្រំដែនភាគខាងកើតរបស់ NATO ចំណែកឯអ្នកជំនាញមួយចំនួនដូចជាអ្នកស្រី Fiona Hill អតីតមន្ត្រីសេដ្ឋវិមានអាមេរិកបានព្រមានថារុស្ស៊ីបានចាត់ទុកលោកខាងលិចជាសត្រូវរួចហើយថា NATO ត្រូវតែចាត់វិធានការឲ្យបានឆាប់ដើម្បីត្រៀមខ្លួនចំពោះការផ្ទុះចំនួនណាមួយនាពេលអនាគត